សូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែគាំទ្រAdmin គង់ក៏ដូចជាមិនថាបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គម TikTok អីទេហើយនិងបងប្អូនក្នុង Channel Telegram ហើយថ្ងៃនេះវិលមកជួបជាមួយនឹងលេខកម្ពុជារបស់អឺរ៉ុបហើយសម្រាប់ clip វីដេអូនេះ Admin មានមកគូនៅក្នុង Premier League ដែលចាប់ផ្ដើមទាត់តាំងពីម៉ោង 6 កន្លះល្ងាចរវាងក្រុមចំណូលថ្មី Burnley និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមតោខៀវវត្តត្មឹមគឺ Chelsea ឥឡូវយើងមកពិភាក្សាលេងជាមួយ Admin ទាំងអស់គ្នាណាសម្រាប់ការប្រកួតរបស់ម្ចាស់ផ្ទះ5ប្រកួតចុងក្រោយនោះឈ្នះបានតែ2ទេហើយចាញ់ដល់13បច្ចុប្បន្នស្ថិតនៅលេខរៀងទី17មិនទាន់សុវត្ថិភាពនៅឡើយទេណានៅក្នុងការដើម្បីចូលជើងនៅ Premier League នៅរដូវកាលក្រោយចំណែកក្រុមតោខៀវ Chelsea បច្ចុប្បន្នស្ថិតនៅលេខរៀងទី3ឆ្លងកាត់5ប្រកួតចុងក្រោយនេះពួកគេឈ្នះ3ស្មើ1និងចាញ់1នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលគេបានទាត់5ប្រកួតចុងក្រោយដូច្នេះហើយសម្រាប់ក្រុម2បើយើងមើលលទ្ធផល5ប្រកួតនេះគឺក្រុម Chelsea ល្អជាងហើយសម្រាប់ជំនោបនៃការជួបរវាងក្រុមទាំងពីរកន្លងមកបងប្អូនជឿអត់បែបនិយាយ10ប្រកួតចុងក្រោយណា Burnley មិនទាន់ស្គាល់ពាក្យថាឈ្នះទៅលើក្រុម Chelsea ទេដោយក្នុងនោះធ្វើបានល្អបំផុតស្មើ3ប្រកួតហើយ Chelsea ឈ្នះរហូតដល់7ប្រកួតដូច្នេះយុគនេះគឺជាការងារដ៏ពិបាកមួយទៀតហើយសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងការទទួលក្រុមភ្ញៀវ Chelsea ហើយការប្រកួតមួយ Chelsea ក៏ទៅឈ្នះអញ្ចឹងធ្វើឲ្យកម្លាំងចិត្តនៃការយកឈ្នះហ្នឹងមានសន្ទុះលឿនជាងខ្លាំងជាងក្រុមម្ចាស់ផ្ទះដូច្នេះសម្រាប់គូនេះ Admin ជឿថា Chelsea យុគនេះនឹងឈ្នះទៅលើក្រុមម្ចាស់ផ្ទះដោយលទ្ធផល3-0ឬក៏2-0អញ្ចឹង Admin recommend បងប្អូនគ្រប់គ្រងក្រុមតោខៀវ Chelsea ជាមួយនឹង Admin ទាំងអស់គ្នាណានេះក៏ជាតម្រូវបាល់មួយគូសម្រាប់វីដេអូនេះនៅមានតម្រូវបាល់មួយគូទៀតដែល Admin នឹងទាញចែកជូនបងប្អូននៅវីដេអូទី2ដូច្នេះហើយកុំភ្លេចតាមដានជាមួយ Admin នៅវីដេអូទី2ហើយបើសិនណាជាបងប្អូនចង់ join ក្រុម AKFC Sportive ដើម្បីបានតម្រូវបាល់ផ្សេងៗជាច្រើនទៀតបងប្អូនអាចធ្វើការ join link នៅក្នុង profile របស់ Admin ទាំងអស់គ្នាជាចុងក្រោយសូម click ណាជួយកម្លាំងចិត្តចុច like ចុច share follow Admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា